តាជេងគឺជាមនុស្សមិនចូលចិត្តធ្វើបន់ដាក់ទានអ្នកណាឡើយកាលគាត់នៅក្មេងគាត់ប្រកបរបរកាប់គោលក់សេះដល់ម៉ោងកាប់គូទៀតហើយមួយថ្ងៃកាប់4-10ក្បាលបានណាស់ហើយយើងសម្លាប់គូនេះចុងក្រោយហើយគូទី10យ៉ាហើយថ្ងៃនេះសម្លាប់តែ10ក្បាលសិនបានហើយស្អែកចាំបន្តទៀតលោកគាត់មានវ័យចំណាស់គាត់ចូលចិត្តផឹកស្រាលេងល្បែងស៊ីសងជេរប្រពន្ធកូននិងតែងវាយដំរាល់ថ្ងៃមកជួលកែវមួយផឹករត់តែថ្ងៃចឹងជីវិតមានន័យណាស់មែនទេអាដែតមានហើយតារាល់ថ្ងៃនេះសប្បាយណាស់ជួលទៅដាក់មកខ្នាយទៅជួលទៅដាក់ទៅឈ្នះឲ្យបាត់នេះទៅជួលដាក់ទៅនាងនុតឆាប់ទៅទិញស្រាមកឲ្យអញផឹកអស់ហើយនៅចាំស្អីទៀតឆាប់ទៅអញដាក់ម្ដងស្រានឹងឥឡូវហើយអញកុំប្រើហ៊ុនសាដាក់កូនអីខ្ញុំសុំវអញកុំចឹងអីផឹកច្រើនណាស់ហើយអញចង់បដៅអញផងស៊ីមកភ្លៀងនៅទៅពុកខ្ញុំធ្វើបាបម៉ែអីពងប៉ុណ្ណឹងបានហើយលុះយូរទៅប្រពន្ធនិងកូនមិនអាចទ្រាំរស់នៅជាមួយទៀតបានក៏បានចាកចេញទៅនៅស្រុកផ្សេងបាត់ទៅតោះកូនស្រីយើងឆាប់ចេញដំណើរទៅម៉ែមិនអាចទ្រាំនៅជាមួយឪឯងបានទៀតទេម៉ែកុំទៅចោលពុកអីពុកនៅតែម្នាក់ឯងកុំមិនដាច់ចិត្តទេម៉ែឯងចង់នៅឲ្យពុកឯងវាដំរាល់ថ្ងៃមែនទេឯងឃើញស្រាប់ហើយពុកឯងផឹកតែស្រាលេងតែល្បែងមិនគិតរករបរអីឲ្យយើងរស់នៅស្រួលគិតតែវាយទេម៉ែនឹងឯងដូចនេះហើយតោះយើងកូនស្រីមិនអាចនៅទៀតបានទេចំណែកឯតាជេងគិតតែផឹកស្រារហូតដល់ធ្លាក់ខ្លួនឈឺមានជំងឺគ្មានអ្នកណាមើលថែពេលដែលគាត់ឈឺគាត់តែងតែស្រែកដោយសំឡេងគូរោអញ្ចឹងឈឺណាស់នេះជាសំឡេងតាជេងតាថ្លង់ណាស់ឃើញតែផឹកស្រារហូតប្រពន្ធកូនរត់ចោលអស់ហើយឥឡូវនេះឈឺគ្មានអ្នកណាមើលដេកស្រែកតែឯងទាំងយប់ទាំងថ្ងៃគ្មានបានដេកពួនអីទេនេះធ្វើមិនទេឯងនេះជាកម្មរបស់គាត់ហើយដែលគាត់ពីក្មេងតែងតែសម្លាប់គូក្របីសេះដល់ឥឡូវស្រែកដូចគូកិច្ចកបងសណាអូនឮសំឡេងតែជេងស្រែកមិនឈប់សោះស្ដាប់ទៅគួរឲ្យអាណិតគាត់ណាស់ប្រពន្ធគាត់ក៏រត់ចោលអស់គ្មានអ្នកណាមើលថែឡើយអូនគិតថានឹងយកបាយម្ហូបទៅឲ្យគាត់ខ្លះទៅយ៉ាងណាក៏ដោយក៏ជាបុណ្យកុសលយើងដែរធ្វើមិនទេឯងនិយាយដូចឯងក៏ត្រូវម្យ៉ាងដែរគាត់ក៏ជាអ្នកជិតខាងយើងដែរនៅជិតផ្ទះតាជេងក៏មានប្តីប្រពន្ធមួយគូនេះដែរតែងតែមានក្តីអាណិតពេលបានឮសំឡេងគាត់ស្រែកតែចម្លែកណាស់ទោះបីជាប្តីប្រពន្ធយកបាយម្ហូបឲ្យពិសាហើយក៏គាត់នៅតែស្រែកនៅសម្រែកឈឺចាប់មិនឈប់ហើយថែមទាំងទារកតែស្រាផឹកមានស្រាទីខ្ញុំចង់ផឹកស្រាដាច់យូរហើយជូរមាត់ណាស់ទ្រាំមិនបានទេស្រេកខ្លាំងណាស់ប្តីប្រពន្ធក៏បានទិញស្រាឲ្យតែជេងផឹកក្រោយពីផឹកស្រាហើយគាត់ក៏ឈប់ស្រែកដូច្នេះក្រោយពីបរិភោគអាហារហើយគាត់ត្រូវតែផឹកស្រាជារៀងរាល់ថ្ងៃ
តាអើយកុំផឹកច្រើនពេក តាពិតជាស្រឡាញ់ចៅទាំងពីរណាស់ដែលតែងតែយកបាយទឹកសម្លស្រាឲ្យតារៀងរាល់ថ្ងៃតាសូមឧទ្ទិសកុសលដល់ចៅទាំងពីរកើតជាតិណាកុំឲ្យស្គាល់ភាពលំបាកអត់ឃ្លាន អ្នកទាំងពីរក៏ទទួលពរសាធុហើយនាំគ្នាត្រឡប់ទៅផ្ទះវិញទៅច្រើនថ្ងៃក្រោយមកតាចេងក៏ទទួលមរណភាពបាត់ទៅប្តីប្រពន្ធទាំងពីរនាក់ក៏ធ្វើបុណ្យឲ្យគាត់តាមប្រពៃណីថ្ងៃនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងមានទឹកដក់គ្រប់ទីកន្លែង អូនឆាប់ទៅយកទ្រូងមកឲ្យបងយប់នេះភ្លៀងខ្លាំងណាស់ហើយប្រកបជាមានកង្កែបច្រើនហើយ ចាបងប្តីតែងតែចេញទៅរកកង្កែបនៅរាល់ពេលដែលភ្លៀងរាំងគេរកបានកង្កែបច្រើនណាស់រៀងរាល់ថ្ងៃខអីតែថ្ងៃនេះគេរកបានតែពីរ ហេតុអីក៏ថ្ងៃនេះមិនសូវមានកែបសោះអញ្ចឹងមេឃភ្លៀងធំដែរហើយមិនបានទេខ្ញុំត្រូវទៅរកបន្ថែមសិនព្រោះត្រូវយកទៅលក់និងទុកឲ្យប្រពន្ធធ្វើម្ហូបស្អែកផង បុរសជាប្តីចេះតែបន្តដំណើរទៅមុខរហូតដល់កន្លែងដុតខ្មោចតាជេងហើយបានឃើញកង្កែបធំមួយបានលោតសម្ដៅមករកគាត់ អូកង្កែបអីធំល្អម្ល៉េះពិតជាសំណាងខ្ញុំហើយតែមួយនេះហូបជាមួយប្រពន្ធមិនអស់ផង បុរសនោះសប្បាយចិត្តណាស់ក៏ចាប់កង្កែបដាក់ចូលទ្រុងត្រឡប់ទៅផ្ទះវិញ ម៉ែអូនថ្ងៃនេះបងសំណាងណាស់ដំបងរកកង្កែបមិនបានសោះដល់តែដើរយូរបន្តិចទៅក៏ប្រទះឃើញកង្កែបនេះធំល្អណាស់រត់មករកបងតែម្ដង ហូធំល្អម្ល៉េះបងតែប៉ុណ្ណេះមួយនេះញ៉ាំមិនអស់ផងបងចាំអូនយកទៅធ្វើម្ហូបនៅព្រឹកស្អែកចំណែកពីរនេះយើងយកទៅលក់នៅឯផ្សារលុះព្រឹកស្អែកប្រពន្ធក៏ចាប់យកកង្កែបធំមកកាត់កប្រលាត់យកទៅឆាក្តៅហូបជាមួយប្តី កង្កែបនេះជាតិឆ្ងាញ់ណាស់បង មែនហើយអូនពិតជាឆ្ងាញ់មែន ក្រោយពីបរិភោគហើយពួកគេក៏បានចូលសម្រាកលង់លក់បាត់ទៅនៅរាត្រីនោះប្រពន្ធក៏បានសុបិនឃើញតាជេងមកឈរយំនៅមុខផ្ទះ លោកតាហេតុអីលោកតាមកឈរយំនៅទីនេះអញ្ចឹងតើលោកតាមានការអ្វីឲ្យខ្ញុំជួយមែនទេតាជេងគិតតែពីយំខ្លាំងទៅខ្លាំងទៅ តាពិតជាស្រឡាញ់ចៅណាស់ស្រឡាញ់ចៅទាំងពីរស្មើនឹងកៅភ្នែកតាពេលបានឃើញចៅប្រុសតាខំលូតមករត់ដោយក្តីនឹករលឹកគិតថានឹងបានមកជួបជាមួយនឹងចៅហើយនឹងបានរស់នៅជុំគ្នាតែឥឡូវពួកឯងបានសម្លាប់យើងបាត់ទៅហើយ អត់ទេខ្ញុំមិនបានដឹងថាជាលោកតាមិននឹកស្មានថាលោកតាទៅជាសត្វកង្កែបបែបនេះនាងប្រពន្ធភ័យពេករហូតដល់ភ្ញាក់អត់ទេអត់ទេអត់ទេមិនមែនទេមិនមែនទេមិនមែនទេ អូនកើតអីអូនកើតអីហ្នឹងអូនយកសពអាក្រក់មែនទេ មែនហើយអូនសប្បុរសអាក្រក់ណាស់
តើកង្កែបធំមួយនោះដែលបងចាប់បានមកពីកន្លែងណាមក គឺបងចាប់មកពីកន្លែងដុតតាជេងនៅឯចុងភូមិនោះ នាងប្រពន្ធស្រក់ទឹកភ្នែកប្រាប់ទៅប្តីបងដឹងទេថាកង្កែបនោះគឺជាប្រលឹងរបស់តាជេងគាត់បានមកបញ្ជោសុបិនខ្ញុំតែយើងបានសម្លាប់គាត់បាត់ទៅហើយបងប្តីឮដូចនេះក៏ភ្ញាក់ខ្លួនព្រើនដោយតក់ស្លុតនឹងអាណិតតាជេងយ៉ាងខ្លាំងដែលចាប់ជាតិទៅជាសត្វកង្កែបអូនមានអារម្មណ៍ថាផិតភ័យណាស់ទោះជាចង់ក្អួតក៏ក្អួតមិនចេញដែរនាងជាប្រពន្ធផិតភ័យដោយនឹកឃើញដែលបានបរិភោគសាច់កង្កែបនោះធ្វើឲ្យសុខភាពរបស់នាងធ្លាក់ចុះជាលំដាប់លុះយូរទៅនាងប្រពន្ធក៏ធ្លាក់ខ្លួនឈឺធ្ងន់អូយតាំងពីអូនបានបរិភោគសាច់កង្កែបមីអូនធ្លាក់ខ្លួនឈឺរហូតបងគិតថានឹងនាំអូនទៅវត្តដើម្បីជួបនឹងចាងអធិការរកមធ្យោបាយជួយព្យាបាលជំងឺរបស់អូនអញ្ចឹងក៏បានដែរបងក្រោយមកពួកគេក៏បានទៅជួបចៅអធិការនិយាយរឿងរ៉ាវសពគ្រប់ប្រាប់ទៅលោកតាក៏មានសង្ឃដីកាថាដោយការសាងបាបកម្មកាលពីគាត់នៅរស់ធ្វើឲ្យគាត់មិនបានទៅចាប់ជាតិជាមនុស្សនេះហើយជាកម្មដែលគាត់បានសាងដូចនេះហើយសូមញោមទាំងពីរធ្វើបុណ្យឧទ្ទិសកុសលឲ្យបានដល់តាជេងដើម្បីឲ្យគាត់បានទទួលផលបុណ្យខ្លះគាត់នឹងទៅចាប់ជាតិមុខទៀតមិនខានឮដូច្នេះហើយប្តីប្រពន្ធទាំងពីរក៏បានត្រឡប់មកផ្ទះវិញអញ្ជើញញាតិមិត្តអ្នកស្រុកអ្នកភូមិមកធ្វើបុណ្យវេរចង្ហាន់តាមព្រះសង្ឃឧទ្ទិសកុសលទៅដល់តាជេងដែលបានស្លាប់ទៅឲ្យទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតឡើយ